សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់ YouTube របស់ Shane ម្ដងទៀតចឹងយើងខានជួបគ្នាយូរមែនតើបន្ទាប់ពីអត់ដឹងប្រហែលទេបាទដឹងយូរអូខេចឹងប៉ុន្តែមិនមែនជួបគ្នាហើយយើងមានតែរបស់ចាស់ទេយើងមានរបស់ថ្មីមានរបៀបថ្មីច្រើនគ្នាហើយក៏មានគោលដៅថ្មីដូចគ្នាអូខេចឹងយើងចាប់ដើមពីក្រាបយើងដដែលបាទដូចសពដងចឹងឥឡូវឃើញថាតម្លៃហក់បន្តិចមុនហ្នឹងបាទ43ឡើងដល់43 30ជាងមុនហ្នឹង31បាទចេះអញ្ចឹងទីផ្សារថ្ងៃនេះទៅដល់ម៉ោងញូវយ៉កហើយម៉ោង8ចាប់ដើម London ឆ្លងមកញូវយ៉កហើយអញ្ចឹងទីផ្សារថ្ងៃនេះក៏អត់មានព័ត៌មានអីច្រើនដែរនៅក្នុង Forex Factory អីដោយសារយើងមានកាលពី Nan Farm ធ្លាក់មកម្សិលមិញហើយបាទទិន្នន័យល្អអញ្ចឹងមករូបាទអត់មានអាគេទប់ជាប់ទេអញ្ចឹងតម្លៃឥឡូវនេះ43 20ជាងបាទក្បែរ30ជាងប៉ុន្តែដូចជាចង់ស្ទើរត្រង់ហ្នឹងបាទដោយសារម្ដុំហ្នឹងក៏មាន sell order ច្រើនដែរក្នុងការតម្លាក់ចុះមកវិញអញ្ចឹងហើយទី1យើងមួយទៀតយើងឃើញថាទីផ្សារខ្សែ indicator របស់យើងក៏ធ្លាក់មកក្រោមជាបន្តបន្ទាប់ដែរឥឡូវក៏រៀងងើបបន្តិចដែរហើយវាក៏ពាក់ព័ន្ធមួយតម្លៃប្រេងអីផ្សេងក៏បាទខ្ញុំឃើញថាធ្លាក់ចុះមកគួរសមហើយដុល្លារក៏នៅតែល្អដដែលប្រេងប្រាក់ក៏រៀងឡើងបន្តិចដែរបាទប៉ុន្តែប្រាក់នៅតែទាបអូខេអញ្ចឹងយើងមើលអញ្ចឹងអាចថាយើងទៅទេអញ្ចឹងយើងចាប់ផ្ដើមពីចំណុចយើងរឡូរហាយរបស់យើងដដែលសពដងអូខេអញ្ចឹងចំណុចឡូគឺនៅខាងលើនេះញ៉ាំគេដូរទៅប្រាក់វត្តអូខេអញ្ចឹងយើងមានឡូមួយ4352សម្រាប់ថ្ងៃហ្នឹងអូខេអញ្ចឹងយើងមានday high 4352ទុកនៅនឹងមួយអូខេអញ្ចឹងថ្ងៃនេះយើងមានឡូរបស់យើងដែរបាទ4268ទេថ្ងៃនេះឡូអញ្ចឹងយើងបាន2នេះសម្រាប់ឥឡូវនេះសិនបាទអញ្ចឹងយើងឃើញថាទីផ្សារបើ435268វាចូលចង់100លេខដែរបាទមូថ្ងៃហ្នឹងបើយើងអត់មានប្រហានិភ័យត្រឹមត្រូវទេអាចមានបញ្ហាពេលអញ្ចឹងយើងបាន high សម្រាប់ថ្ងៃហ្នឹងបាទ day high សម្រាប់ថ្ងៃច័ន្ទ4352ហើយនឹង low សម្រាប់ថ្ងៃហ្នឹងបាទ4268អញ្ចឹងវា80លេខជាង86ឬក៏84នេះ84បាទ84អញ្ចឹងយើងចែកជា2ទៅវាខ្ទង់ចន្លោះ4310បាទ4310រ៉េងកដាលអញ្ចឹងខ្ញុំនឹងnote កន្លែងនេះមួយថា mid range 4310អូខេអញ្ចឹង mid range 4310យើងឃើញថាទីផ្សារមុនហ្នឹងមកតាំងពីអាស៊ីរហូតមកបាទចុះរហូតតម្លើងមកក៏ឡើងអត់ផុត mid range ហ្នឹងដែរឃើញទេទៅបន្តិចអានេះវាគ្រាន់តែកតុយវាយើងអត់រាប់ទេបាទឃើញទេទៅមករហូតហើយខ្សែ moving average យើងក៏ធ្លាក់មកខាងក្រោមហ្នឹងដែរបាទប៉ុន្តែខ្ញុំឃើញចាប់ចំណុចវាមួយត្រង់ថាចំណុចនេះឃើញថាទីផ្សារចាប់ដើមរៀងគឺបាទវាអាចថា equal low respect line នេះដែរហើយក៏បន្តឡើងទៅបាទឃើញ line នេះក៏ខ្ពស់ជាងបន្តិចក៏ធ្វើខ្ញុំចាប់អារម្មណ៍តិចដែរអញ្ចឹងឥឡូវក៏វាបាន break ត្រង់ចំណុចនេះដូចគ្នាអញ្ចឹងអាហ្នឹងគឺអាចថាទីផ្សារវាដូរ pattern មួយដែរបាទដូរក្នុងការដើរដែរប៉ុន្តែវាដើរនៅក្នុង range របស់យើង range សម្រាប់ថ្ងៃហ្នឹងរបស់យើងគឺ4268និង4358អញ្ចឹងទីផ្សារបើអូខានឲ្យស៊ីនអ្នកនរគ្នាយូរនេះអញ្ចឹងអាចថាស៊ីនទី1អញ្ចឹងទៅស៊ីនទី1អញ្ចឹងទីផ្សារនេះអាចបន្តទៅលើបាទយើងមើលនេះនៅក្នុង time frame 15នាទីអញ្ចឹងទីផ្សារហ្នឹងអាចនឹងរត់មកបាទពីកំពូលនេះចុះមកដល់ក្បែរ mid range
បានទៅហត់ D2 វិញដូចគ្នាចឹងអាហ្នឹងជា scene ទី1ដោយសារយើងឃើញថាកន្លែងនេះវាមាន volume នៃការជួញដូរដែរបាទសម្រាប់ buyer ពណ៌ខៀវបាទចឹងអាចថាចន្លោះហូតក្នុងចន្លោះហ្នឹងដែរបូកជាមួយនឹងខ្សែ moving average របស់យើងត្រង់ចំណុចនេះបាទវានឹងហត់ទៅបែបហ្នឹងអញ្ចឹងទីផ្សារក៏នឹងហត់មកបែបហ្នឹងហើយបន្តទៅលើដូចគ្នាបាទអាហ្នឹងជាអីដែរវានឹងបន្តទៅដើរទៅលើអាហ្នឹងជា scene ទី1បាទបើសិនជា sell ត្រង់ចំណុចនេះ sell រួចទេព្រោះកន្លែងនេះក៏មាន sell ដែរកន្លែងនេះក៏មានដែរគ្រាន់តែវាតិចឬក៏ច្រើនទេអញ្ចឹងគ្រាន់តែយើងមើលទៅ sell វារៀងអស់ volume ជាង buyer គ្រាន់តែថាវាកំពុងតែប្រទីងបន្ទង់គ្នានៅក្នុងចន្លោះ27 30ហ្នឹងបាទអត់ទាន់ទៅណាទេអញ្ចឹងបើសិនជាមានការ drop មកបាទអាចគេខាង seller TP ហើយមាន buyer ចាំ buy ពីក្រោមនេះបន្តទៅលើទៀតអញ្ចឹងអាហ្នឹងទីផ្សារហ្នឹងនឹងដូរទៅរក day high បើសិនជាមានបែក day high បាទកន្លែងនេះអញ្ចឹងទៅអាចមានបែក day high ត្រង់ហ្នឹងក៏បន្តមកត្រង់ក្បែរម្ដុំខ្សែ moving average នេះដែរអញ្ចឹងអាចថាចន្លោះ43.8ដូចគ្នាអញ្ចឹងអាចថានេះជា TP 2ចុះ43.8នេះ day high យើងទុកមកតង់អញ្ចឹងអានេះជា TP ទី1 43.52អញ្ចឹងវាអាចនឹងមានការ sweep high ខាងលើនេះបានមាន rebound មកវិញក៏យើងអត់ដឹងដែរយើងមើលទៅតាមទីផ្សារជាក់ស្ដែងហើយអញ្ចឹងយើងមាន TP ប៉ុណ្ណឹងអញ្ចឹងបើ43.52វាអាចនឹងឆ្ងាយពីម្ដងគ្នាអញ្ចឹងយើងអាចចែកវាទៅបាទ43.40 43.30ទៅតាមការ buy របស់អ្នកនរគ្នាអញ្ចឹងបើសិនជាមានធ្លាក់ដល់43.10ក្នុងចន្លោះ range ប៉ុណ្ណឹងក៏យើងអាច buy ទៅបន្តទៅលើដែរ43.10ទៅ43.03បាទចន្លោះប៉ុណ្ណឹងអញ្ចឹងអានេះ mid range មួយអញ្ចឹងអានេះជា buy zone ដែរ43.03 43.12អញ្ចឹងទៅនៅចន្លោះនេះអញ្ចឹងអាហ្នឹងសម្រាប់ scene ទី1យើងមានប៉ុណ្ណឹងអញ្ចឹងឥឡូវយើងងាកមកមើល scene ទី2បាទយើងឲ្យជា scene ទី2ជា scene ទី2នៅត្រង់ចំណុចនេះ scene ទី1ខ្ញុំមកអ្នកនរគ្នាហើយអញ្ចឹងscene ទី2យើងអាចគិតថាទីផ្សារអាចនឹងរត់នៅក្នុង range ប៉ុណ្ណឹងដែរអូខេអញ្ចឹងអាចនឹងរត់មកដល់ក្បែរម្ដុំនេះនឹងអាចទៅវិញទៅមកនៅក្នុងចន្លោះហ្នឹងដែរដោយសារវាអត់មាន confirm ទេហើយណាមួយក៏បើយើងនិយាយពីទីផ្សារស្ថិតនៅក្នុង bearish ទេនៅក្នុងទម្រង់ bearish ទេតាំងពី non farm ថ្ងៃសុកហ្នឹងមកហើយនិយាយទៅមិនតែថ្ងៃសុក non farm ហ្នឹងទេគឺច្រើនហើយបាទចូលខែហើយតែឡើងបានបន្តិចទេអញ្ចឹងដោយសារតែស្ថិតនៅក្នុងទម្រង់ bearish ក៏វាអាចនឹងរត់មកក្រោមវិញដែរអញ្ចឹងអាហ្នឹងសម្រាប់ scene ទី2វាអាចថាបើយើងនិយាយទៅ sideways ធំ sideways ក្នុង range ធំអញ្ចឹងអាចរត់ពី42.68ទៅ43.52ហ្នឹងជា day low day high ហ្នឹងហើយជាមួយនឹង mid range អញ្ចឹងយើងនឹងមើលទៅតាមហ្នឹងដូចគ្នាហើយមួយទៀតក៏ស្រដៀងគ្នានឹងដែរគាត់ថាអាចជាមានជា liquidity sweep ខាងលើនេះដែរសារម្ដុំនេះវាអាចមានច្រើនហើយត្រង់ចំណុចនេះក៏វា break ត្រង់នេះដែរបាទអាចថាដូរ pattern ក្នុងការ bullish ឡើងទៅវិញបន្តិចដែរគាត់ថាឡើងបានឆ្ងាយកម្រិតណាយើងអត់ទាន់ដឹងទេវាអាចនឹងចូល scene ទី1ដូចគ្នាអញ្ចឹងបើសិនជាការទីផ្សារឡើងបាទឡើងទៅអាចមានទល់ឲ្យមកចេះវិញឬក៏មួយទៀតជា liquidity sweep បាទផ្ដាច់ day high ត្រង់liquidity ម្ដុំនេះសិនអូខេហើយបានហ៊ុនតម្លៃចំមកក្រោមក៏មានដែរវាអាចប៉ុណ្ណឹងឬក៏ថម mid range នេះវិញដូចគ្នាដោយសារ mid range នេះមាន buyer នៅម្ដុំនេះដូចគ្នាអញ្ចឹងអាចថាមាន buyer ចូល defend ត្រង់ហ្នឹងបើ defend អត់ជាប់ទេគឺមក day low ទៀតហើយអញ្ចឹងវាទីផ្សារវានឹងរត់បែបហ្នឹងសម្រាប់ scene ទី2អូខេអញ្ចឹងខ្ញុំដាក់គូចេះទៅ1អូខេmid range មុនទី3ហ្នឹង day low ក៏អាចរត់ធម្មតានៅពេលហ្នឹងទីផ្សារសម្រាប់ខ្សែ MA 200ហ្នឹងវានឹងអាចរត់មកបែបនេះហើយអញ្ចឹងនៅពេលដែលកំឡុងម៉ោងញូវយ៉កអញ្ចឹងទៅវានឹងរត់មកប៉ះក្បែរគ្នាអញ្ចឹងបាទខ្ញុំគូបានតែត្រឹមហ្នឹងទេអាចថាខ្ទង់ចន្លោះ63ខ្ពស់ដែរអាហ្នឹងគឺ break day high ហ្នឹងគឺ63ក្បែរចន្លោះហ្នឹង60អីហ្នឹង
គេអាហ្នឹងសម្រាប់ស៊ីនទី2គាត់ណាអាចថាស៊ីនទី1សិនបានចូលស៊ីនទី2វាអាចបញ្ចូលគ្នាបែបហ្នឹងគេអញ្ចឹងសម្រាប់ទីផ្សារគឺអាហ្នឹងមានប៉ុណ្្នឹងទេបើយើងទៅមើលប្រេងបាទដាំមកទៀតហើយពី95ថ្ងៃនេះ95ពេលល្ងាចដែរទេបាទបើលើកខ្ញុំមើល time frame 15នាទីពីល្ងាចដែរទេអញ្ចឹងលុតមកដល់91អញ្ចឹងវាមានព័ត៌មានគួរសមដែរវាមិនមែនអត់មានទេដោយសារខ្ញុំ check តាក់ទងជាមួយនឹង Trump គាត់និយាយថាអ៊ីរ៉ង់ជាមួយអ៊ីស្រាអែលអាចនឹងមានការភ្លាមមិនទាន់ ceasefire អញ្ចឹងគ្រាន់តែ looking ទេតែបាទវាគ្រាន់ជា sentiment នៅក្នុងទីផ្សារទេវាអត់ទាន់មានអី confirm អីច្បាស់លាស់ទេដោយសារគាត់និយាយទៅវាម្ដងចេះម្ដងចុះដូចអ្នកគ្នាបានដឹងហើយអញ្ចឹងសង្គ្រាមហ្នឹងវាចូលលក្ខណៈដូចរុស្ស៊ីអ៊ុយក្រែនអញ្ចឹងវាផ្សាំញ៉ាំតែក៏វានៅតែ affect ទៅលើតម្លៃមាសដែរវាប៉ះពាល់ទៅវិញទៅមកដូចគ្នាអញ្ចឹងអាចថាវាជាផ្នែកមួយដែរដោយសារថ្ងៃហ្នឹង Forex Factory ក៏អត់មានព័ត៌មានទេបាទមានតែខាងអូស្ត្រាលីទេ Bank Holiday អញ្ចឹងសម្រាប់វីដេអូយើងមានតែ2 scene នេះជួយអ្នកនរគ្នាសម្រាប់ការវិលត្រឡប់មកវិញនៅលើ YouTube បាទអញ្ចឹងអាចនឹងមាន Facebook ដូចគ្នាអញ្ចឹងយើងមានតែប៉ុណ្្នឹងទេអរគុណអ្នកនរគ្នា Good luck